dương ngào thà hai ấy ban chia bởi mà cha chi và cam kháng thừa bốc lực kháng hay mùi tiết dương khơi nợ bốc lực sói miền đây tham cha chi và cam nước sòi Karasi dương kết ha Karasi dương phát out ấy sầm khăn Karasi dương phát out lư prạ trần nành đam bay ban prạ trần nành là ó to ta dương miên trần nô trần nai là ó trần nô là ó trần nai dương là ó từ dương trần nành ban là ó thưa mắt trần nô dương ban là ó trần nô ban là ó bự cọ bả chi và cam dương ri chầm ran ban là ó dương thưa pi rương sầm khăn tì mua dương trai tập bằng ri chi và cam bằng ri chi và cam bên đây tha pi mà năm từ miền pan ca bằng riផលិតផលbằng ri siva cam ឬ bằng ri sa kha ដើម្បីបង្កើនប្រាក់ចំណូលនិងបង្កើនប្រាក់ចំណេញឯចំណុចទី2យើងត្រូវតែពង្រឹងសមត្ថភាពបុគ្គលិកហេតុអីបានជាម្ចាស់អាជីវកម្មខ្លាំងគាត់ធ្វើឲ្យបុគ្គលិកគាត់ខ្លាំងពីព្រោះគោលបំណងគាត់ចង់បានប្រាក់ចំណេញច្រើនបើចង់បានប្រាក់ចំណេញច្រើនគាត់ត្រូវតែពង្រឹងសមត្ថភាពបុគ្គលិកតាំងពីថ្នាក់កម្ពូលរហូតដល់បុគ្គលិកសាមញ្ញឲ្យពួកគាត់ខ្លាំងមានសមត្ថភាពល្អគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងជាមួយដៃគូល្អជាងដៃគូប្រកួតប្រជែងយកលទ្ធផលជូនអតិថិជនគោលដៅ business យើងជោគជ័យបរាជ័យទៅលើអតិថិជនគោលដៅដែលគេសម្រេចចិត្តថាទិញយើងឬទិញដៃគូយើងបើបុគ្គលិកយើងមានសមត្ថភាពគ្រប់គ្រាន់ហើយល្អជាងដៃគូប្រកួតប្រជែងហើយអតិថិជនគោលដៅគាត់ពេញចិត្តនឹង business យើងជោគជ័យទៅមុខហើយអញ្ចឹងធ្វើម៉េចទៀតដើម្បីឲ្យបុគ្គលិកយើងខ្លាំងយើងមានរឿង 3-4 រឿងដែលត្រូវធ្វើទី1យើងត្រូវតែមាននីតិវិធីបង្រៀនគាត់ឲ្យបានល្អនៅការងារដែលគាត់ធ្វើទី2បង្វឹកគាត់ទី3ដាក់ផែនការគាត់ធ្វើទី4តាមដានលទ្ធផលទី5ដោះស្រាយបញ្ហាជូនគាត់នៅពេលយើងធ្វើអានឹងជាប្រចាំហើយនៅពេលដែលបុគ្គលិកធ្វើការបានល្អយើងថែមរង្វាន់ឲ្យគាត់បើខុសយើងកាត់លុយគាត់ខ្លះហ្នឹងហើយតែយើងត្រូវបង្រៀនបុគ្គលិកដោយព្រមវិហារធម៌ទាំង4មេត្តាករុណាមុទិតាឲ្យគាត់នោះឲ្យបុគ្គលិកយើងធ្វើការបានល្អប្រាក់ចំណេញយើងកើនឡើងហើយអរគុណច្រើនដែលបានចូលរួមស្ដាប់ទាំងអស់គ្នាបាទ